ស្ថានភាពរបស់អ្នកស្រីផែថងស៊ីនវត្រាគឺមិនមានភាពល្អប្រសើរនោះទេបន្ទាប់អំពីបែកធ្លាយសារសម្លេងឆ្លើយឆ្លងជាមួយនឹងសម្ដេចប្រធានព្រឹទ្ធសភាកម្ពុជាបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំរកធារានៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីស្ថានភាពនៅក្នុងប្រទេសថៃតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាសារបែកធ្លាយរវាងនាយករដ្ឋមន្ត្រីថៃនៅក្នុងកិច្ចសន្ទនាជាមួយនឹងសម្ដេចប្រធានព្រឹទ្ធសភាកម្ពុជាបានធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងសង្គមកម្ពុជាក៏ដូចជាសង្គមរបស់ប្រទេសថៃតែម្ដងជាក់ស្ដែងនៅក្នុងប្រទេសថៃទាំងមន្ត្រីរបស់ប្រទេសថៃក៏ដូចជាប្រជាពលរដ្ឋរបស់ប្រទេសថៃគឺមានការបាក់ទឹកចិត្តក៏ដូចជាមានការថ្កោលទោសយ៉ាងខ្លាំងចំពោះលោកស្រីផែថងនៅក្នុងការនិយាយពាក្យមិនល្អចំពោះមន្ត្រីយោធារបស់ខ្លួនហើយមានការស្នើសុំអំពីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីសូមធ្វើការចរចាអំពីកិច្ចសន្យានៅក្នុងការបើកច្រកព្រំដែនជាដើមដែលជាការឆ្លើយតបអំពីសម្ដេចប្រធានព្រឹទ្ធសភាកម្ពុជាគឺសម្ដេចមិនយល់ព្រមនៅក្នុងការចរចាជាមួយថៃនៅក្នុងការបើកច្រកព្រំដែនជាដើមដែលវាជាហេតុធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសថៃគឺมันមានភាពល្អប្រសើរនោះទេបន្ទាប់អំពីទទួលបានដំណឹងនេះតែម្ដងគណៈបកចម្រុះដ៏ធំមួយជាមួយនឹងគណៈបកភឿថៃគឺគណៈបកភូមិใจថៃបានប្រែកសម្ព័ន្ធភាពជាមួយនឹងគណៈបកភឿថៃដែលធ្វើឲ្យលោកស្រីនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃកំពុងតែជួបនៅស្ថានភាពមិនល្អនោះទេជាពិសេសតែម្ដងនៅក្នុងថ្ងៃទី19ខែមិថុនានេះលោកស្រីបានធ្វើការសូមអភ័យទោសដល់ក្រុមមន្ត្រីយោធាក៏ដូចជាប្រជាពលរដ្ឋរបស់ខ្លួនជាសាធារណៈនៃការបែកធ្លាយនៅលើកិច្ចសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រីជាមួយនឹងសម្ដេចប្រធានព្រឹទ្ធសភាជាដើមដោយយើងបានដឹងថាប្រជាពលរដ្ឋរបស់ប្រទេសថៃមួយចំនួនបានស្នើឲ្យលោកស្រីលាលែងចេញពីតំណែងជាដើមមានការធ្វើទុកបុកម្នេញទៅលើលោកស្រីយ៉ាងខ្លាំងក៏ប៉ុន្តែបើយើងមើលស្ថានភាពនៅក្នុងប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននេះក៏យើងគិតថាវាជាចំណុចមួយដែលប្រទេសថៃកំពុងតែក្តាប់នៅស្ថានភាពនៅក្នុងស្រុករបស់ខ្លួនផងដែរដោយលោកស្រីនាយករដ្ឋមន្ត្រីបានថ្លែងថានៅពេលនេះគឺជាមិនមែនជាពេលវេលាដែលថៃត្រូវតែឆ្លោះគ្នារកអ្នកខុសរកអ្នកត្រូវទេថៃត្រូវតែព្យាយាមប្រមូលផ្ដុំគ្នាឯកភាពគ្នាដើម្បីកសាងប្រទេសក៏ដូចជាការពារនៅអធិបតេយ្យភាពរបស់ប្រទេសខ្លួនជាដើមហើយលោកស្រីបានសម្ដែងនៅការបដិញ្ញានៅក្នុងការគ្រប់គ្រងជាមួយនឹងពួកមន្ត្រីយោធារបស់ខ្លួនដើម្បីបង្រួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីឲ្យប្រទេសថៃមានសភាពល្អ